ព្រះអង្គទ្រង់សម្ដែងអំពីហេតុដែលនាំឲ្យមានការរំជួយផែនដីនៅក្នុងបៃដកលេខ16ទំព័រ226ឃ្នាប97ព្រះអានន្ទដ៏មានអាយុទ្រង់មានសេចក្តីត្រេះរិះយ៉ាងនេះថាណហេតុជាបច្ច័យណហេតុជាអស្ចារ្យពេកណាស់ណហេតុចម្លែកពេកណាស់ការកក្រើកផែនដីនេះជាយ៉ាងធំការកក្រើកផែនដីនេះធំណាស់តើគួរឲ្យឃ្លោកឃ្លឹកគួរឲ្យព្រឺព្រួចរោមទាំងផ្គរក៏លាន់ឮឡើងមានហេតុដូចម្ដេចមានបច្ច័យដូចម្ដេចណោដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំម្ល៉េះព្រះអានន្ទទ្រង់មានសេចក្តីត្រេះរិះយ៉ាងនេះហើយក៏ទៅព្រះអានន្ទដ៏មានអាយុចូលទៅគាល់ព្រះដ៏មានព្រះភិក្ខលុះចូលទៅដល់ហើយក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភិក្ខហើយក៏អង្គុយនៅក្នុងទីដ៏សមគួរលុះព្រះអានន្ទមានអាយុអង្គុយក្នុងទីសមគួរហើយក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភិក្ខដូច្នេះថាបបិទ្ធព្រះអង្គដ៏ចម្រើនមានហេតុជាអស្ចារ្យបបិទ្ធព្រះអង្គដ៏ចម្រើនមានហេតុដ៏ប្លែកបបិទ្ធព្រះអង្គដ៏ចម្រើនការកក្រើកផែនដីនេះជាយ៉ាងធំបបិទ្ធព្រះអង្គដ៏ចម្រើនការកក្រើកផែនដីនេះធំណាស់គួរឲ្យឃ្លោកឃ្លឹកគួរឲ្យព្រឺព្រួចរោមទាំងផ្គរក៏លាន់ឮឡើងបបិទ្ធព្រះអង្គដ៏ចម្រើនមានហេតុដូចម្ដេចមានបច្ច័យដូចម្ដេចណោដែលនាំឲ្យកក្រើកផែនដីយ៉ាងធំម្ល៉េះព្រះអានន្ទទ្រង់ត្រាស់សួរទៅព្រះដ៏មានព្រះភិក្ខបែបនេះហើយក៏ព្រះអង្គទ្រង់ត្រាស់ថាមនាលអានន្ទឯហេតុបច្ច័យដែលនាំឲ្យកក្រើកផែនដីនេះមាន8យ៉ាងហេតុបច្ច័យ8យ៉ាងតើដូចម្ដេចខ្លះមនាលអានន្ទមហាប្រតិពីនេះប្រតិស្ថាននៅលើទឹកឯទឹកប្រតិស្ថាននៅលើខ្យល់ខ្យល់ប្រតិស្ថាននៅលើអាកាសមនាលអានន្ទសម័យដែលមានខ្យល់ធំបក់ខ្យល់ធំដែលបក់នោះរមែងធ្វើឲ្យទឹកកក្រើកឯទឹកដែលកក្រើកមកហើយក៏ធ្វើឲ្យផែនដីឲ្យកក្រើកដែរនេះហើយជាហេតុជាបច្ច័យទី1ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំមនាលអានន្ទសាមណៈក្តីព្រាហ្មណ៍ក្តីដែលមានឫទ្ធិដល់នៅការស្ទាត់ជំនាញក្នុងចិត្តឬទេវតាដែលមានឫទ្ធិធំដែលមានអានុភាពធំបុគ្គលនោះបានចម្រើនបដ្ឋវិសញ្ញាឲ្យមានកម្លាំងតិចចម្រើនអបោសញ្ញាឲ្យមានកម្លាំងច្រើនបុគ្គលនោះរមែងធ្វើផែនដីនេះឲ្យកក្រើករំពើករំភើបញាប់ញ័របាននេះជាហេតុជាបច្ច័យទី2ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំមនាលអានន្ទមួយទៀតកាលណាដែលព្រះពោធិសត្វសយុត្តចៈពួកទេវតាដែលស្ថិតនៅក្នុងស្ថានទុក្ខសិទ្ធមានសតិនិងសម្បញ្ញៈយាងចុះកាន់ព្រះមាតុឧទ្ធរក្នុងកាលនោះផែនដីនេះតែងកម្រើកញាប់ញ័រនេះជាហេតុជាបច្ច័យទី3ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំមនាលអានន្ទមួយទៀតកាលណាដែលព្រះពោធិសត្វមានសតិនិងសម្បញ្ញៈទ្រង់ប្រសូតចាកព្រះមាតុឧទ្ធរក្នុងកាលនោះផែនដីនេះតែងកក្រើករំពើករំភើបញាប់ញ័រនេះជាហេតុជាបច្ច័យទី4ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំមនាលអានន្ទមួយទៀតកាលណាដែលព្រះតថាគតត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងកាលនោះផែនដីនេះតែងកក្រើករំពើករំភើបញាប់ញ័រនេះជាហេតុជាបច្ច័យទី5ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំមនាលអានន្ទមួយទៀតកាលណាដែលព្រះតថាគតញ៉ាំងអនុត្តរធម្មចក្រឲ្យប្រព្រឹត្តទៅក្នុងកាលនោះផែនដីនេះតែងកក្រើករំពើករំភើបញាប់ញ័រនេះជាហេតុជាបច្ច័យទី6ដែលនាំឲ្យកក្រើកផែនដីជាយ៉ាងធំមនាលអានន្ទមួយទៀតកាលណាដែលព្រះតថាគតមានសតិនិងសម្បញ្ញៈដាក់ចុះនៅអាយុសង្ខារក្នុងកាលនោះ
ផែនដីនេះតែងក៏ក្រើករំពើករំភើបញាប់ញ័រនេះជាហេតុជាបច្ច័យទី7ដែលនាំឲ្យក៏ក្រើកផែនដីជាយ៉ាងធំមនាលអានន្ទមួយទៀតកាលណាដែលព្រះតថាគតបរិនិព្វានដោយអនុបាទិសេសនិព្វានធាតុក្នុងកាលនោះផែនដីនេះតែងក៏ក្រើករំពើករំភើបញាប់ញ័រនេះជាហេតុជាបច្ច័យទី8ដែលនាំឲ្យក៏ក្រើកផែនដីជាយ៉ាងធំមនាលអានន្ទហេតុបច្ច័យដែលនាំឲ្យក៏ក្រើកផែនដីជាយ៉ាងធំមាន8យ៉ាងនេះឯង